ធ្លាប់តែញ៉ាំគ្រឿងសមុទ្រនៅផ្ទះនៅហាងអីថ្ងៃនេះមកញ៉ាំនៅកន្លែងដើមម្ដងនិយាយពីថារសជាតិឆ្ងាញ់ហើយត្រជាក់ភ្នែកស្រស់ស្រាយមែនតើសម្រាប់បងដែលមានតម្រូវការប្រដាប់កាត់រោមច្រមុះអាចទិញពីពេកខ្ញុំបានណាធានាជូនថារបស់ល្អជាប្រភេទដែកអ៊ីណុកហើយបងទិញទៅទទួលបានប្រអប់មួយបានជាមួយនឹងច្រាសសិតរោមចេះហើយបានជាមួយនឹងដងឡាមខាងក្នុងមួយទៀតដែរបងនិយាយទៅដូចបងទិញអីវ៉ាន់មួយបានពីរអញ្ចឹងរបស់ទាំងអស់នេះគឺសុទ្ធតែជារបស់ល្អមកបងអីវ៉ាន់នេះគឺមានច្រើនមែនតើនៅលើទីផ្សារប៉ុន្តែតម្លៃនិងគុណភាពគឺខុសគ្នាទាំងអស់ហេតុអីខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែខ្ញុំធ្លាប់សារឲ្យបងគឺខ្ញុំឆែកអស់ហើយមុននឹងខ្ញុំយកមុននេះមកលក់បងហើយចំពោះ Snow កដារបស់គេគឺស្រួលប្រើមែនតើបងគ្រាន់តែមួលបន្តិចមកគឺយើងអាចដកចេញបានឧបករណ៍នេះគឺស្រួលប្រើអត់មុតទេបងនិយាយទៅគឺថាសាច់គិននេះគឺអត់មានធ្វើឲ្យប៉ះពាល់អីទាំងអស់ហើយស្រួលប្រើទៀតសំខាន់ត្រូវទឹកបានលាងទុកសម្អាតបានទៀតប្រើបានពេលក្រោយថ្ងៃនេះត្រូវតែដើរលេងអញ្ចឹងហើយភ្ញាក់តាំងពីព្រឹកម្លេះបន្ទាប់ពីងូតទឹកអីហើយក៏មកញ៉ាំជាមួយអាហារពេលព្រឹកញ៉ាំជាមួយនឹងបាយសាច់មាន់បន្ទាប់ពីញ៉ាំរួចក៏យើងរៀបចំចេញទៅហើយតម្រាំបានចេញទៅមកឡើង10កន្លះ11អីណោះប៉ុន្តែអត់អីទេដោយសារតែយើងទៅគឺគេនៅខេត្តតែម្ដងហើយថ្ងៃនេះបងចាំមើលថាខ្ញុំទៅណានិយាយទៅអ្នកដែលធ្លាប់ជិះផ្លូវលបឿនលឿនគឺដឹងហើយថាទៅលេងនៅណាប៉ុន្តែឲ្យប្រកាសចិត្តបងអាចមើលទេសភាពតាមផ្លូវបានណានិយាយទៅគឺថាស្អាតមែនតើនេះបងមើលនៅក្នុងទូរស័ព្ទស្អាតប៉ុណ្ណឹងណាប៉ុន្តែបើសិនជាមើលនៅខាងក្រៅទៀតគឺថាស្អាតខ្លាំងមែនតើដូចថែនសួរអញ្ចឹងប្រទេសយើងស្អាតអញ្ចឹងបានគេចេះតែចង់បានណាបងនិយាយពីថាស្អាតគ្រប់កន្លែងចង់ទៅកន្លែងទឹកស្អាតបែបទឹកចង់ទៅប្រាសាទកន្លែងបែបបុរាណវិញគឺថារំភើបនៅនឹងតែម្ដងឥឡូវនេះបន្តមើលទេសភាពនៅតាមផ្លូវទៀតណាបងហើយជីហ្នឹងក៏មានភ្លៀងនិយាយទៅភ្លៀងផងក្តៅផងអីផងនិយាយពីថាគឺមេឃមិនទៀងទេឥឡូវនេះជិះមកដល់កន្លែងចកាដងព្រេងហើយនៅខ្វះតាមមួយសន្ទុះទៀតអីគឺដល់កន្លែងយើងត្រូវទៅលេងហើយបងហើយញ៉ាំបាយតែប៉ុណ្្នឹងហើយគឺថាឆ្អែតល្មងថ្ងៃនេះដាក់មកត្រៀបទៅដើរលេងម្ដងមើលនិយាយទៅគឺអត់មានកម្រងសោះតែម្ដងគឺថាណាត់គ្នាត្រូវគឺទៅតែម្ដងអត់មានកម្រងអញ្ចឹងបានដើរបើសិនជាណាត់គ្នាចុះឡើងគឺអត់បានដើរវិញអញ្ចឹងឥឡូវនេះយើងក៏មកដល់ហើយបងឃើញផ្លូវតែប៉ុណ្្នេះគេដឹងបាត់ហើយនិយាយទៅស្អាតមែនតែនហ្មងហើយក៏សប្បាយចិត្តដោយសារបានមកជុំគ្នាច្រើនអីអញ្ចឹងណាមកជាមួយបងអីអញ្ចឹងគឺថាសប្បាយមែនតែនដោយសារសតអ្នកបកាយញ៉ោះបកាយរោរឿងឲ្យសប្បាយអញ្ចឹងហើយគឺសើចរហូតមកផ្លូវវិញគឺថាអូយជិះស្រួលមែនតែនដល់ថ្នាក់កេងចង់លក់ហ្មងបងដោយសារមានអាលាក់មានអីអញ្ចឹងណាហើយឥឡូវនេះយើងក៏មកដល់កំពង់សោមហើយស្អាតមែនតែនអង្គុយមិនតាន់បានហងលេងមេឃភ្លៀងបាត់និយាយពីថាអូយសែតណាស់ប៉ុន្តែមិនដឹងធ្វើមិនទេតាមនឹងទៅជាក់ទៅជុំមែនតែនបើនិយាយពីគ្រឿងសមុទ្រឆ្ងាញ់គ្រប់មុខស្រស់ទាំងអស់ដោយសារតែកំងពីកន្លែងដែលបងស្គាល់គ្នាអញ្ចឹងគាត់ធ្វើឲ្យញ៉ាំណានិយាយពីថាឆ្ងាញ់ហើយសាច់ឡងល្អមែនតែនហ្មងណាបន្ទាប់ពីអង្គុយបានមួយសន្ទុះមកមេចាប់ផ្ដើមល្ងិតយើងអត់ដែរនៅសមុទ្រអញ្ចឹងហើយយើងគិតថាអត់អីប៉ុន្តែមានណាភ្លៀងមកលងមុបតែម្ដងហើយបងឃើញគីសមុទ្រអត់ចេះណាគ្រាន់តែខ្ញុំអង្គុយភ្លាមគេមកអង្គុយចិត្តយើងហើយចេះសើចចេះអីដាក់យើងនិយាយទៅគឺថាស្វាគមន៍ហ្មងគេ welcome to KPS អីចឹងណានេះបងនិយាយពីថាខ្សាច់វិញស្អាតមែនតែនសាច់សឡើងមកហើយគេមានបានកដោពីថាឡើងទៀតប្រៃមែនតែនមកដើរលេងសោះបន្ទាប់មកលើមេឃភ្លៀងហើយយើងក៏ចាប់ផ្ដើមអង្គុយមួយសន្ទុះហើយនាំគ្នាចេញទៅវិញទៅរកកន្លែងអីញ៉ាំអីទៀតអញ្ចឹងណាលើនេះដល់រៀងល្ងាចដែរបងអញ្ចឹងហើយយើងក៏មកកន្លែងទៀតពេលហ្នឹងដូចជាទៅខ្ញុំភ្លេចបាត់ហើយនេះអូត្រេះមិនដឹងអីបងនិយាយពីថាអូយកំពង់សោមញាក់សាច់អត់ចាញ់ពេញចាញ់អីមកនេះបងនិយាយពីថាអាគារខ្ពស់មែនតែនហើយបងមនុស្សវិញគឺដើរលេងតូភ្លឺហ្មងហើយពេលជិះតាមផ្លូវអញ្ចឹងខ្ញុំចូលចិត្តមើលឈ្មោះហាងគេនៅនឹងដោយសារតែឈ្មោះប្លែកមែនតែនដូចហាងនេះអញ្ចឹងមិនទៅផ្ទះទេនិយាយទៅគេបកកាយរនឹកដាក់ឈ្មោះហាងហ្មងណាឥឡូវនេះយើងមកដល់តោ2ហើយក៏មកដល់ឆ្នេរដែរឆ្នេរនេះក៏ស្អាតដែរណាបងប៉ុន្តែពេលដែលយើងមើលយប់ទៅវាល្ងិតអីចឹងបងនិយាយពីម្ហូបវិញអូយដើរមួយថ្ងៃនេះខ្ញុំញ៉ាំច្រើនមែនតែនហ្មងតែម្ហូបគឺឆ្ងាញ់ទាំងអស់ឆ្ងាញ់ខ្លាំងហ្មងហើយសិតតែស្រស់ទៀតទៅសិតតែកន្លែងអ្នកស្គាល់គ្នាអញ្ចឹងទៀតណានិយាយពីថាអូយអែមណាស់បងមានបុកល្ហុងមានជាមួយបកាមានក្តាមមានជាមួយមីឆានេះអានេះវិញមឹកអីទេបងខ្ញុំមិនស្គាល់ទេហើយមានកត់ឆាអង្កែបនេះបងអូយឆ្ងាញ់មែនតែនហ្មងណាកន្លែងគាត់ហ្នឹងគឺថាឆ្ងាញ់អង្គុយឡើងដល់ម៉ោង2យប់បងហើយសាហាវមែនតែនហ្មងមានស្វាយមានម្ជូរហើយបើក្រូចនេះវិញឡើងផ្អែមនិយាយទៅអែមខ្លាំងណាស់សប្បាយមែនតែននិយាយទៅពេលខ្លីឯងប៉ុន្តែមានអារម្មណ៍ថាឡើង fresh ហ្មងណាហើយតាមពិតទៅខ្ញុំជាមនុស្សដែលខ្ជិលដើរលេងបងសម្បីតែតែងខ្លួនទៅញ៉ាំអីមួយផ្លែតអីក៏ខ្ញុំខ្ជិលដែរប៉ុន្តែពេលដែលបានទៅដើរលេងអញ្ចឹងម្ដងទៅចង់ញ៉ាំមានអារម្មណ៍ថាវាដូច
ខួរក្បាលយើងស្រឡះស្អាតមែនតើណាបងឃើញខ្ញុំអត់បានចេញវីដេអូអីហ្នឹងដោយសារតែខ្ញុំគឺអាឡ័យទៅដើរលេងគឺថាខ្ញុំតម្លាក់ចោលការងារទាំងអស់ហ្មងគឺខ្ញុំអត់ធ្វើអីទាំងអស់គឺ enjoy life សាហាវហ្មងលើនេះបន្ទាប់ពីញ៉ាំហើយយើងក៏ត្រឡប់ទៅរកអូតែគេងពេលហ្នឹងគឺអត់មានរកអូតែតុកឯអ្នកបងគឺថាចាំរួចហើយគឺទៅរកអូតែគេងហ្មងណាមួយយើងគិតថាមិនជាខ្វះអីទេបងដោយសារតែខែនេះវាមិនមែនបុណ្យទានអីអញ្ចឹងណាតែពេលតារោគឺបានអត់តែគេងតែម្ដងប៉ុន្តែតម្រុំតបានគេងម៉ោង2ជាងអីនោះប៉ុន្តែអត់អីដើរលេងម្ដងគេងយប់បន្តិចក៏មិនអីវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណជំរាបលា